អ្នកគ្រូខ្ញុំទៅពិនិត្យស្បូនពិនិត្យអីគ្រូពេទ្យថាធម្មតាទាំងអស់អត់មានអីទេប៉ុន្តែមិនដឹងមិនខ្ញុំចង់បានកូន2 3ឆ្នាំហើយអត់មានអ្នកគ្រូចានៅក្នុងកលៈទេសៈដែលអូនអញ្ជើញទៅពិនិត្យស្បូនហ្នឹងគឺអូនពិនិត្យធម្មតាថាមាត់ស្បូនអូនហ្នឹងមានរលាកមានធ្លាក់សអីអត់ស្បូនអូនមានដុំមានគីអីអត់អញ្ចឹងគ្រូពេទ្យប្រាប់ថាអត់មានទេល្អធម្មតានោះមិនមែនមានន័យថាគឺអូនមិនមានបញ្ហាលំបាកមានកូនទេអញ្ចឹងកាលណាលំបាកមានកូនវាអាចមានបញ្ហាលើសពីហ្នឹងទី1គឺស្ត្រីត្រូវតាមដានពងញីព្រោះស្ត្រីខ្លះស្បូនក៏អត់មានដុំមានគីដៃស្បូននេះស្អាតទាំងអស់ប៉ុន្តែក៏អត់មានពងញីរីកសម្រាប់កកណាទេអញ្ចឹងគឺអត់កូនហ្នឹងទី2ស្បូនអីស្អាតទាំងអស់គ្រាន់តែរដូវគាត់អត់ទៀងជួនកាល40ថ្ងៃមកម្ដងជួនកាលមក1ខែបាត់2ខែបាត់3ខែហ្នឹងក៏អត់កូនដែរដោយសារអីដោយសារពាក់ព័ន្ធជាមួយនឹងកត្តាអរម៉ូនគាត់ដើរអត់ល្អពងញីអត់រីកស្បូនស្ដើងពេកហ្នឹងហើយមានបញ្ហាជាច្រើនទៀតប្តីគាត់មានជីវិតខ្សោយអត់មានមេជីវិតក៏មានដែរណាគូខ្លះអញ្ជើញមកកំណត់ត្រឡប់ទៅវិញគឺសែតដោយសារតែអីមេជីវិតខាងប្តីអត់មានក៏មានដែរតើតែយើងមកពិនិត្យបានដឹងរឿងយើងត្រូវរកមូលហេតុច្បាស់លាស់ថាតើយើងមកពីមូលហេតុ